កូនអាយុ6ខែទៅ7ខែម៉ាម៉ាចង់បានជាបបរកញ្ចប់ណាដែលញ៉ាំទៅល្អជាប្រភេទសរីរាង្គញ៉ាំទៅគ្មានផលប៉ះពាល់ហើយជាមួយសបោសារធាតុចិញ្ចឹមដល់កូនទៀតម៉ាម៉ាអាចមើលក្នុងវីដេអូនេះបានណាសម្រាប់ម៉ាម៉ាគាត់អត់សូវមានពេលឬក៏រវល់រកយកអូនទៅខេត្តខ្ញុំណែនាំជា3មុខនេះហ្មងប្រភេទបបរកញ្ចប់និងពងមាន់សម្ងួតហើយនិងសាល់ម៉ុនផាត់ក្មេង6ខែញ៉ាំបានទាំងអស់តែម្ដងណាសម្រាប់បបរកញ្ចប់ប្រេនរបស់ Nobi នេះគឺផ្សំចេញប្រភេទពួកបន្លែផ្លែឈើចាជាប្រភេទ organic តែម្ដងទៅដោយប្រូតេអ៊ីនល្អងាយស្រួលរំលាយស័ក្តិសមបំផុតសម្រាប់ក្មេងអាយុ7ខែ6ខែអីហ្នឹងសម្រាប់ការចម្អិនទៅស្រួលទៀតបងមានទឹកក្តៅចាឆុងមួយទឹកក្តៅអ៊ុនមកឲ្យកូនញ៉ាំបានបងអាចមើលលបាយបាននេះលបាយរបស់គេរៀងរាវបែបនេះហើយសម្រាប់បបរនេះគឺមានជាតិឡំស្រាប់តែបើម៉ាក់ចង់បានជាប្រភេទ topping បន្ថែមដើម្បីបង្កើនជាតិនិងប្រូតេអ៊ីនច្រើននៅលើនឹងទៀតបងអាចថែមជាមួយនឹងប្រភេទ salmon pat នេះបានណា salmon pat នេះក្មេង6ខែទៅញ៉ាំបានហើយគឺជាប្រភេទសាច់សម្ងួតហ្មងបងអាចដាក់រយលើបបរបែបនេះបបរសក៏បានដែរឬក៏យើងដាក់គ្រប់បន្នុយឲ្យកូនញ៉ាំបានណាចាស្បូរដោយវីតាមីន D ជាមួយនឹង D ត្របំផុតសម្រាប់ការលូតលាស់របស់កុមារតែម្ដងហើយសម្រាប់សាច់របស់គេគឺនៅពេលដែលក្មេងអត់ក្មេងក៏ញ៉ាំបានដែរណាបងដាក់ទៅគឺរលាយតែម្ដងចាងាយរំលាយហើយមួយទៀតជាប្រភេទពងមាន់សម្ងួតដែរសម្រាប់ម៉ាម៉ាដែលគាត់មានពេលអត់សូវមានពេលចាចង់បានជាប្រភេទសាច់សម្ងួតស្រាប់ដាក់ក្នុងបបរកូនណាយើងអាចប្រើប្រាស់ជាមួយនឹងពងមាន់សម្ងួតក្រហមនេះបានណាបងចាក្មេង6ខែទៅញ៉ាំបានសម្បូរដោយវីតាមីន A វីតាមីន D ជាមួយនឹងវីតាមីន E និង E12 សម្បូរដោយជាតិដែកចាជំនួយដល់ផ្នែកទៀតបងប្រភពនៃប្រូតេអ៊ីននេះបងដាក់ទៅលើបបរបែបនេះគឺរសជាតិដឹងតែឆ្ងាញ់បបរកញ្ចប់នេះស័ក្តិសមសម្រាប់ម៉ាម៉ាដែលគាត់មានដំណើរកម្សាន្តយកអូនទៅខេត្តអីម្ដងម្កាលដែរចឹងសម្រាប់ម៉ាម៉ាដែលចាប់អារម្មណ៍ពីភេទគ្រឿងទេសនេះអាចឆាតចូលពេករបស់ខ្ញុំបានណា